នៅដើមដំបូងភាពវឹកវរត្រូវបានដោះស្រាយហើយពិភពលោកត្រូវបានបែងចែកជា4ផ្នែកព្រះពិតគ្រប់គ្រងលើមនុស្សជាតិដោយមិនចាំបាច់ប្រឹងប្រែងអ្វីទាំងអស់នៅក្នុងប្រទេសជាច្រើនស្ត្រីមានអំណាចហើយបុរសមានឋានៈទាបជាងសិល្បៈក្បាច់គុនត្រូវបានគេគោរពហើយព្រះរាជាណាចក្រនេះត្រូវបានបែងចែកជា4ប្រភេទសំខាន់ឈ្មោះបានផ្លាស់ប្ដូរដោយឫសគល់ខាងវិញ្ញាណរបស់អ្នកសិល្បៈក្បាច់គុនរបស់វាទម្រង់នៃព្រះន័យសង្គ្រាមគឺលេចធ្លោបំផុតព្រះមហាក្សត្រឲ្យតើទារកនោះពិតជាកូនប្រុសមែនទេមុខរបស់សម្ដេចសង្ឃសិស្សនោះគោរពបូជាដល់ព្រះពិតវូជូសិស្សនោះគោរពបូជាដល់ព្រះពិតដោយព្រះដ៏ពិតជាសម្ដេចសង្ឃខ្ញុំបានមកគោរពយើងបានគណនាថា18ឆ្នាំទៀតចាប់ពីពេលនេះទៅភាគខាងត្បូងនឹងជួបប្រទះនឹងអាថ៌កំបាំងមួយសង្គ្រាមថ្ងៃនេះយើងសូមអង្វរព្រះពិតយាងចុះពីលើភ្នំហើយសង្គ្រោះយើងប្រជាជននៅភាគខាងត្បូងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងដាលតុងលេកិច្ចការយប់នេះគឺសម្រាប់តែអ្នកទេដោយដឹងខ្លួនឯងសម្ដេចសង្ឃបានអះអាងថាព្រះអង្គជាផ្កាយឯកមួយដែលមានវាសនានាំសំណាងអាក្រក់មកភាគខាងត្បូងអារក្សដែលត្រូវបានបំផ្លាញប្រសិនបើរដ្ឋមន្ត្រីបានដឹងពួកគេប្រកាសជាពួកគេហ៊ាននឹងបញ្ជូនគាត់ទៅអាសនៈផ្ទៃដ៏ធ្ងន់ធ្ងរមួយពិធីជប់លៀងអាពាហ៍ពិពាហ៍ឧត្តមភាពស្ត្រីជាងបុរសពួកគេក៏ត្រូវបានហាមឃាត់មិនឲ្យរៀនក្បាច់គុនផងដែរទោះបីជាពួកគេស្នាក់នៅក្នុងវាំងក៏ដោយក៏នាពេលអនាគតអ្នកនៅតែមិនអាចធ្វើឲ្យមានវឌ្ឍនភាពណាមួយឡើយខ្ញុំនឹងទុកកូនឲ្យនៅជាមួយអ្នកសូមព្រះករុណាអាវោយើងទាំងពីរនឹងលែងបានជួប